តើអ្នកទាំងអស់គ្នាចង់ធ្វើវីដេអូ AI បែបនេះដែរឬទេតោះទៅមើលពីរបៀបធ្វើទាំងអស់គ្នាបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់Gemini.google ជាមុនសិនបាទបន្ទាប់ពីចូលហើយអ្នកទាំងអស់គ្នាប្រកាសជាឃើញបាទចុចលើហ្នឹងមកបាទបន្ទាប់ពីចុចមកគឺវាប្រកាសជាចូលមកកាន់នៅ account របស់អ្នកទាំងអស់គ្នាបាទនេះគឺ account ជាមួយនឹង Simple Tutorial បាទបន្ទាប់ពីកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវធ្វើការ upgrade វាដោយសារគឺវាជា account ធម្មតាអញ្ចឹងគឺវាមិនមាន function នៅវីដេអូនៅខាងក្រោមនេះទេអញ្ចឹងយើងនឹងធ្វើការ upgrade ជាមុនសិនព្រោះអី account ធម្មតាយើងធ្វើបានតែ search បានតែរូបភាពឯធម្មតាទេតែចំពោះវីដេអូគឺយើងមិនអាចធ្វើបានទេអញ្ចឹងដើម្បីធ្វើgenerate ជាវីដេអូបានអ្នកទាំងអស់គ្នាត្រូវតែធ្វើការ upgrade account អញ្ចឹងដើម្បីធ្វើការ upgrade អ្នកទាំងអស់គ្នាចុចកន្លែងនេះគឺ upgrade បាទបន្ទាប់ពីចុចកន្លែងហ្នឹងហើយគឺប្រកាសជាឃើញបាននេះគឺ$0សម្រាប់មួយខែគឺមួយខែដំបូងគឺមិនគិតលុយទេបាទអញ្ចឹងយើងអាចសាកល្បងបានមួយខែបន្ទាប់ពីនោះមកគឺវានឹងគិតថ្លៃគឺ$19.99ក្នុងមួយខែគឺបន្ទាប់ពីមួយខែដំបូង free នឹងឯងអូខេឥឡូវយើងធ្វើការ subscribe អូខេបន្ទាប់ពីចុចកន្លែងណាចុចលើ get offer បាទបន្ទាប់ពីចុច get offer ហើយចុចលើពាក្យថា agree បាទមកដល់កន្លែងនេះគឺវានឹងឲ្យយើង add នៅ credit card ឬក៏ debit card បាទនៅកន្លែងនេះគឺខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នាប្រើនៅ visual card គឺងាយស្រួលបង្កប់បាទអញ្ចឹងខ្ញុំសូមបិទវាជាមុនសិនដើម្បីបំពេញនៅ credit card របស់ខ្ញុំបន្ទាប់ពីកន្លែងនេះហើយគឺអ្នកទាំងអស់គ្នាចុចលើពាក្យថា save បាទបន្ទាប់ពីចុចលើពាក្យថា save ហើយយើងប្រកាសជាឃើញនៅកន្លែងនេះហើយបាទគឺសម្រាប់មួយខែដំបូងគឺ free គឺមិនចំណាយលុយទេបាទតែបន្ទាប់ពីថ្ងៃទី13ខែក្រោយទៅគឺវានឹងចាប់ផ្ដើមគិតប្រាក់ហើយគឺកន្លែងនេះជាក់ស្ដែងគឺតាមពិតតែ$19.99ក្នុងមួយខែទេប៉ុន្តែដោយសារវាបូកពន្ធបញ្ចូលបន្ថែម$2ទៀតអញ្ចឹងវាឡើង$21.99ក្នុងមួយខែអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាយល់ព្រមចំណាយប្រើប្រាស់ដើម្បីធ្វើវីដេអូដោយការបង់ប្រាក់គឺអ្នកទាំងអស់គ្នាចុច subscribe គឺជាការស្រេចហើយប្រសិនបើអ្នកទាំងអស់គ្នាមិនធ្វើការប្រើប្រាស់នៅតាមការ upgrade នេះទេអ្នកទាំងអស់គ្នាត្រូវចុច cancel វាមុនថ្ងៃទី13ខែកក្កដានេះឯងបើមិនអញ្ចឹងទេគឺវានឹងកាត់ប្រាក់ហើយអញ្ចឹងយើងធ្វើការ subscribe ទាំងអស់គ្នាដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើនៅវីដេអូហ្នឹងអូខេចុចពាក្យថា subscribe បាទបន្ទាប់ពីចុចលើពាក្យថា subscribe ហើយគឺវាបង្ហាញលោតមកគឺថាការដំឡើងទៅកាន់ account pro ហ្នឹងគឺបានជោគជ័យហើយគឺ subscribe អូខេយើងចុច cancel បាទអញ្ចឹងឥឡូវគឺយើងវាលោតមកកន្លែងនេះគឺ you got Gemini Pro and more with your Google AI Pro plan បាទគឺបង្ហាញមកមានធ្វើអ្វីខ្លះអូខេឥឡូវយើងចូលទៅកាន់ Pro តែម្ដងអូខេបាទនេះឯងគឺវាលោតមកហើយគឺ Pro បាទនេះ Gemini Pro បាទនេះគឺ account ធម្មតាគឺអត់មានទេហើយខាងក្រោមនេះគឺអត់មានវីដេអូទេបាទនេះគឺអ្វីដែលខ្ញុំមិនទាន់ upgrade ឥឡូវនេះយើង upgrade រួចហើយគឺ Pro គឺវាមានកន្លែងវីដេអូនេះឯងបាទអញ្ចឹងបន្ទាប់ពីចូលមកកាន់ Pro ហើយអ្នកទាំងអស់គ្នាត្រូវដូរមកកន្លែងនេះ Pro បាទគឺ 2.5 Pro បាទបន្ទាប់ពីចូលមកកាន់ 2.5 Pro រួចហើយអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យថាវីដេអូ
បាទបន្ទាប់ពីចុចលើពាក្យវីដេអូហើយអ្នកទាំងអស់គ្នាត្រូវ copy prompt យកមកដាក់នៅកន្លែងហ្នឹងអូខេនេះគឺខ្ញុំយក prompt នេះអូខេឥឡូវខ្ញុំយកមកដាក់បាទពីដាក់អញ្ចឹងហើយអ្នកនរគ្នាចុចសញ្ញាបញ្ជូនអូខេឥឡូវវាកំពុងតែដើរទៅហើយអូខេឥឡូវវាចាប់ផ្ដើម generate ហើយអញ្ចឹងអ្នកនរគ្នាទៅធ្វើការរង់ចាំពី1ទៅ2នាទីជួនកាលអាចពី3ទៅ5នាទីអូខេឥឡូវវីដេអូគឺបានបង្ហាញមកហើយគឺបាទនេះយើងស្ដាប់ទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចង់ធ្វើវីដេអូ AI បែបនេះដែរឬទេតោះទៅមើលពីរបៀបធ្វើទាំងអស់គ្នាបាទអូខេគឺបានហើយចង់បើសិនអ្នកទាំងអស់គ្នាពេញចិត្តគឺអ្នកទាំងអស់គ្នាអាចចុចកន្លែង download នេះបានអញ្ចឹងខ្ញុំសូមធ្វើការ download មួយអូខេបាទឥឡូវបន្ទាប់ពី download រួចហើយគឺការបង្ហាញរបស់អ្នកពីរបៀបធ្វើវីដេអូហ្នឹងគឺបានបញ្ចប់ឥឡូវខ្ញុំនឹងចូលបង្ហាញមួយទៀតគឺពីរបៀប cancel subscription គឺដើម្បីកុំឲ្យគេកាត់លុយបើសិនបើអ្នកភ្លេចខ្លួនអញ្ចឹងបើសិនបើអ្នកចង់ cancel នៅ subscription បាទសូមតាមដានវីដេអូបន្តទៅទៀតបាទសូមចូលមកកាន់ account កន្លែងនេះបាទ account ហ្នឹងហើយអ្នកនរគ្នាចូលមកកាន់ manage your account បន្ទាប់ពីចូលមកកាន់ manage your account រួចហើយអ្នកនរគ្នាត្រូវចូលមកកាន់កន្លែង payment and subscription នេះបន្ទាប់ពីកន្លែងហ្នឹងហើយអ្នកនរគ្នាត្រូវចូលមកកាន់ Google One បាទនេះ go to Google One បាទបន្ទាប់ពីចូលកន្លែងហ្នឹងហើយអូខេ no thanks សិនបន្ទាប់ពីចូលកន្លែងហ្នឹងហើយអ្នកនរគ្នាអោសចុះមកក្រោមដើម្បីស្វែងរកនៅអ្វីដែលអ្នកទាំងអស់គ្នាបាននេះគឺអ្នកទាំងអស់គ្នា subscribe ហ្នឹងឯងបាទគឺចុចលើពាក្យថា manage បាទបន្ទាប់ពីចុចលើពាក្យថា manage ហើយអ្នកទាំងអស់គ្នាត្រូវស្វែងរកនៅពាក្យថា cancel អូខេបាទនេះគឺ cancel membership បាទចុចលើវានឹងមកបន្ទាប់មកចុចលើពាក្យថា cancel តើពីចុច cancel ហើយគឺចុច cancel ម្ដងទៀតបន្ទាប់ពីចុច cancel ហើយអ្នកទាំងអស់គ្នាត្រូវ manage វាម្ដងទៀតចុចលើពាក្យថា manage បន្ទាប់មកអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យថា cancel subscription បាទនេះគឺបាទអញ្ចឹងគឺគេនឹងឲ្យយើងបំពេញនៅហេតុផលមួយចំនួនដែលយើងមិនប្រើរបស់វាអូខេចុចទៅយើងជ្រើសរើសមួយណាក៏បានដែរអូខេយើងចុចលើពាក្យថា continue តបមកចុច confirm ម្ដងទៀតគឺ cancel subscription បាទអូខេឥឡូវ cancel គឺបានបញ្ចប់ហើយគឺ cancel subscription you have successfully cancel your subscription អូខេចុចលើពាក្យថា cancel បាទថាបន្ទាប់ពីអ្នកទាំងអស់គ្នា cancel នៅ subscription រួចហើយគឺ account របស់អ្នកទាំងអស់គ្នាគឺនឹងក្លាយទៅជា account ធម្មតាបន្ទាប់ពីថ្ងៃទី13ខែកក្កដាឆ្នាំ2025មានន័យថា account Pro របស់អ្នកទាំងអស់គ្នាគឺនៅតែអាចប្រើបានដដែលក្នុងរយៈពេល1ខែនេះបាទហើយការបង្កើតវីដេអូដោយប្រើ Gemini 3ហើយនឹងការ cancel subscription ក៏បានបញ្ចប់ទៅហើយដែរសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាក្នុងការតាមដានបាទសូមអរគុណសូមជម្រាបលា